ទឹកភ្លៀងនិងទឹកសន្សើមធ្លាក់ពីលើមេឃមកស្រោចស្រពផែនដីទឹកទាំងនេះមិនវិលត្រឡប់ទៅវិញឡើយដរាបណាទាល់តែបានធ្វើឲ្យដំណាំដុះឡើងបង្កើតភោគផលផ្ដល់ពូជសម្រាប់អ្នកសាបព្រោះនិងផ្ដល់អាហារឲ្យគេបរិភោគព្រះអង្គថាទឹកភ្លៀងនិងទឹកសន្សើមមកពីព្រះអង្គជាអ្នកឲ្យទឹកទាំងអស់នោះធ្លាក់មកលើដីដើម្បីឲ្យវាស្រោចស្រពទៅលើរុក្ខជាតិនានាដំណាំនានាប៉ុន្តែសូមស្ដាប់ឲ្យតាន់វាឲ្យផលមិនមែនឲ្យទៅទូទៅទេវាឲ្យផលទាំងផលដែលអាចយកទៅធ្វើជាគ្រាប់ពូជដាំបន្តទៀតបានវាឲ្យជាផលខ្លះคล้ายទៅជាអាហារពេលយើងដាំស្រូវគ្រាប់ស្រូវមួយស្រែគ្រាប់ពូជខ្លះយើងយកវាធ្វើជាគ្រាប់ពូជបន្តទៀតស្រូវខ្លះយើងយកវាធ្វើគ្រាប់ពូជបន្តទៀតស្រូវខ្លះយើងកិនវាឲ្យคล้ายទៅជាអង្គវាคล้ายជាអាហារប៉ុន្តែវាកើតចេញពីគ្រាប់ស្រូវមួយកញ្ឆេដែលយើងសាបព្រោះវាឲ្យផលត្រឡប់មកคล้ายជាគ្រាប់ពូជដែលអាចព្រោះបន្តបានហើយនឹងបរិភោគសម្រាប់អ្នកណាសម្រាប់អ្នកសាបព្រោះព្រះអង្គក៏ប្រហារតីឲ្យអ្នកដែលសាបព្រោះបានទទួលផលព្រះអង្គឲ្យអ្នកសាបព្រោះទទួលផលបន្ទាប់មកទៀតព្រះអង្គបានប្រៀបធៀបទឹកសន្សើមនិងទឹកភ្លៀងជាមួយនឹងពាក្យរបស់ព្រះអង្គរីឯពាក្យរបស់យើងក៏ដូច្នោះដែរគឺពាក្យដែលចេញពីមាត់របស់យើងនឹងមិនវិលត្រឡប់មករកយើងវិញឡើយដរាបណាទាល់តែបានសម្រេចតាមបំណងរបស់យើងជាមុនសិនគឺបំពេញកិច្ចការដែលយើងចាត់ឲ្យមកធ្វើរួចរាល់សពគ្រប់ព្រះបន្ទូលរបស់ព្រះអង្គពាក្យដែលចេញពីមាត់របស់ព្រះអង្គហើយព្រះអង្គមិនលេបវិញជាដាច់ខាតហើយពាក្យដែលចេញពីព្រះអស់របស់ព្រះអង្គហើយពាក្យនោះជាពាក្យដែលមានឫទ្ធានុភាពជាពាក្យដែលបង្កើតផលផ្លែដោយទឹកភ្លៀងនិងទឹកសន្សើមដែលធ្លាក់ដល់ដីអ្នកណាដែលសាបព្រោះនៅក្នុងដីគេនឹងទទួលផលត្រឡប់មកវិញពាក្យរបស់ព្រះអង្គដូចគ្នាលោកអ្នកបងប្អូនមានន័យថាម៉េចកន្លែងនេះមានន័យថាចេះព្រះអង្គក៏ប្រហារទៅឲ្យអស់អ្នកដែលស្ដាប់ឮព្រះបន្ទូលព្រះអង្គហើយប្រណិប័តតាមពីព្រោះនៅពេលដែលគេប្រណិប័តតាមពាក្យដែលចេញពីព្រះអស់របស់ព្រះអង្គប្រៀបបីដូចជាទឹកធ្លាក់ទៅដល់ដីហើយធ្វើឲ្យដំណាំដុះឡើងដំណាំរបស់អ្នកសាបព្រោះជីវិតរបស់យើងបើយើងចង់បានផលពីព្រះអង្គយើងចង់បានការការពារដែលមកពីព្រះអង្គយើងចង់បានការដឹកនាំដែលមកពីព្រះអង្គយើងចង់បានការផ្គត់ផ្គង់ដែលមកពីព្រះអង្គយើងចង់អនុញ្ញាតឲ្យព្រះអង្គបានបំផ្លាស់បំប្រែជីវិតរបស់យើងត្រូវស្ដាប់តាមពាក្យរបស់ព្រះអង្គពីព្រោះពាក្យរបស់ព្រះអង្គនឹងបង្កើតផលទោះបីជាពេលខ្លះយើងថាខ្ញុំដឹងថាព្រះបន្ទូលព្រះអង្គមានឫទ្ធានុភាពប៉ុន្តែកន្លែងហ្នឹងខ្ញុំពិបាកទុកចិត្តព្រះអង្គខ្ញុំពិបាកយល់ខ្ញុំពិបាកប៉ាន់ថាកន្លែងហ្នឹងវាស្ដាប់ទៅដូចពិបាកយល់កន្លែងហ្នឹងវាហាក់ដូចជាអត់ចូលជ្រាបចូលក្នុងដួងចិត្តដូចឲ្យខ្ញុំធ្វើតាមម៉េចបើខ្ញុំពិបាកយល់លោកអ្នកបងប្អូនគ្រប់ពេលដែលយើងចាប់ដើមពិបាកយល់ខ្ញុំសុំលោកអ្នកធ្វើកិច្ចការមួយបានទេពេលដែលយើងពិបាកយល់ហើយពេលដែលយើងពិបាកទុកចិត្តព្រះអង្គថាងើយមើលមេឃអោនមើលដីហើយតបមកងើយមើលមេឃម្ដងទៀតហើយរំលឹកខ្លួនឯងថាអោខ្លួនហើយខ្ញុំដែលឈរនៅលើដីនេះនៅក្នុងមិនដល់ស្ទាប់ត្រូប៉ូផងស្ទាប់ត្រូប៉ូគឺស្ទាប់កន្លែងយន្តហោះខ្ញុំមិនអាចទាំងបក់ស្លាបហើរដល់អាកន្លែងនោះផងខ្ញុំមិនមានបទពិសោធន៍ឈរនៅក្នុងពពកផងចុះទម្រាំឆ្ងាយចេញពីនឹងទៀតរបៀបដែលព្រះអង្គគិតយ៉ាងណារបៀបដែលព្រះអង្គធ្វើយ៉ាងណាព្រះអង្គក៏ប្រហារទៅឲ្យអស់អ្នកដែលដើរតាមព្រះអង្គទទួលយកពាក្យដែលចេញពីមាត់របស់ព្រះអង្គដោយយកចិត្តទុកដាក់ជាទីបំផុតដោយពឹងផ្អែកលើពាក្យដែលចេញពីព្រះអស់របស់ព្រះអង្គព្រះបន្ទូលរបស់ព្រះអង្គពីព្រោះជាព្រះបន្ទូលដែលព្រះអង្គឲ្យតម្លៃហើយព្រះបន្ទូលរបស់ព្រះអង្គនឹងបំពេញផែនការនឹងបំពេញកិច្ចការស្របតាមបំណងព្រះハរតីរបស់ព្រះអង្គបើមិនសម្រេចគឺមិនវិលមករកព្រះអង្គ